នេះគឺជាទីលានប្រកួតរវាងធីមខៀវនិងធីមក្រហមនៅក្នុង server Master SMP ដែលនៅក្នុងខ្សែបន្ទាត់ខៀវឬមួយក៏ខ្សែបន្ទាត់ក្រហមមួយនេះគឺតម្រូវឲ្យមាន base របស់ធីមខៀវនិងធីមក្រហមផងដែរហើយ base ទាំងពីរនឹងត្រូវឈរទល់មុខគ្នាហើយប្រកួតជាមួយនឹងគ្នាទៅវិញទៅមកដែលនៅក្នុងធីមខៀវតម្រូវឲ្យមានសមាជិកចំនួន5នាក់ហើយនៅក្នុងធីមក្រហមតម្រូវឲ្យមានសមាជិកចំនួន5នាក់ដូចគ្នាហើយពួកគេទាំងអស់គ្នាត្រូវតែប្រកួតគ្នារហូតដល់ធីមមួយត្រូវអស់សមាជិកបានន័យថាធីមណាបាត់បង់សមាជិកអស់មុនគឺជាអ្នកចាញ់អ្នកដែលសល់សមាជិកគឺជាអ្នកឈ្នះហើយមុននឹងចូលទៅប្រកួតតោះយើងទៅមើលលក្ខខណ្ឌនៅក្នុងការចុះឈ្មោះទាំងអស់គ្នាចូលមកដល់លក្ខខណ្ឌទី1ធីមនីមួយតម្រូវឲ្យមាន base អញ្ចឹងទាំងធីមខៀវនិងធីមក្រហមតម្រូវឲ្យមាន base ម៉ានគុណម៉ានក៏បានដែរខ្ញុំអត់ខ្វល់ទេសំខាន់ឲ្យតែមាន base យកមកដាក់ចូលបន្ទាត់ខៀវនិងបន្ទាត់ក្រហមមួយនេះប៉ុន្តែត្រូវចាំថា base ក៏អាចបង្ហាញពីអំណាចរបស់យើងដែរបើ base សាងសង់មកអត់លយធីមរបស់យើងមើលទៅក៏មិនសូវមានអំណាចលយដែរអញ្ចឹងធីមនីមួយគួរតែរៀបចំ base ឲ្យបានស្អាតនិងមានអំណាចបន្តិចមកចូលមកដល់លក្ខខណ្ឌទី2ធីមនីមួយតម្រូវឲ្យមានសមាជិកចាប់ពី5នាក់ឡើងនៅក្នុងការប្រកួតអ្នកតគ្នាតម្រូវឲ្យមានតែ5នាក់ប្រកួតជាមួយនឹង5នាក់ទេគឺ 5 vs 5ប៉ុន្តែអ្នកតគ្នាតម្រូវឲ្យមាន5នាក់ឡើងព្រោះថា member របស់យើងអាចនឹងមានករណីរវល់ឬមួយក៏មានទុរៈអីមួយអត់បានចូលក្នុងការប្រកួតគឺអ្នកតគ្នាអាចនឹងមានកីឡាករបំរុងហើយស្រាប់ងាយស្រួលឲ្យគាត់ចូលមកជំនួស member ដែលខកខានអត់បានចូលប្រកួតនឹងចូលមកដល់លក្ខខណ្ឌទី3គឺធីមនីមួយត្រូវគោរពតាមលក្ខខណ្ឌ item kit item kit កន្លែងនេះគឺបែងចែកចេញជាពីរទី1គឺ team kit និងទី2គឺ player kit team kit គឺជា kit សម្រាប់យើងប្រើមួយ team តែម្ដងហើយ team kit នេះគឺតម្រូវឲ្យមាន limit item បានន័យថា item មិនមែនចេះតែមានច្រើនអត់កំណត់នោះទេត្រូវតែមានដែនកំណត់ជៀសវាង item បបោពេកការប្រកួតគឺប្រកួតងាយចប់ទេហើយតោះទៅមើល team kit ទាំងអស់គ្នាថាគួរតែមានអីគេខ្លះ item ទី1គឺ golden apple អញ្ចឹង golden apple តម្រូវឲ្យមានយ៉ាងច្រើនណាស់គឺ5 stake តែប៉ុណ្ណោះមិនអាចលើសពី5 stake ទេហើយចុងមកដល់ item ទី2គឺ enchanted golden apple អញ្ចឹង enchanted golden apple តម្រូវឲ្យមានតែ64ទេមិនអាចឲ្យមានលើសនឹងជាដាច់ខាត item ទី3គឺ cobweb គឺអាសបុកពេញពីងនេះតម្រូវឲ្យមានត្រឹមតែ5 stake តែប៉ុណ្ណោះ item ទី4គឺគ្រាប់ព្រួញ slow falling អញ្ចឹងគ្រាប់ព្រួញនេះគឺតម្រូវឲ្យមានតែ64ទេព្រមយើងចែកគ្នាប្រើឬមួយក៏ឲ្យសមាជិកណាដែលកាន់ព្រួញគាត់ប្រើទៅចូលមកដល់ item ទី5គឺ ender pearl គឺតម្រូវឲ្យមានតែ14 stake តែប៉ុណ្ណោះហើយមួយ stake ender pearl គឺមានតែ16ទេអញ្ចឹង14 stake នឹងចង់ចែកគ្នាប្រើមិនចែកទៅគឺខ្ញុំអត់ដឹងដូចគ្នាគ្រាន់តែហាមដាច់ខាតគឺអត់ឲ្យលើសពី14 stake នឹងទេចូលមកដល់ item ទី6គឺ enchanting bottle គឺតម្រូវឲ្យមានត្រឹមតែ9 stake តែប៉ុណ្ណោះអញ្ចឹងទុកហ្វិចពេលវាយគ្នាខូចអមរខូចដាវអីគឺហ្វិចទៅចូលមកដល់ item ទី7គឺ breeze rod គឺតម្រូវឲ្យមានតែ5 stake តែប៉ុណ្ណោះអញ្ចឹងអាចលើសពី5ទេចែកគ្នាតាមនឹងទៅអញ្ចឹងនេះគឺជា limited item សម្រាប់ team kit ហាមមាន item លើសពីនឹងតម្រូវឲ្យមាន item អីគេខ្លះហើយមានម៉ានគឺគោរពតាមលក្ខខណ្ឌនឹងមកឥឡូវយើងចូលមកនិយាយពី player kit ម្ដងអញ្ចឹង team kit គឺយើងទុកប្រើរួមជាមួយនឹង team យើងហើយ player kit គឺទុកឲ្យ player នីមួយប្រើផ្ទាល់ខ្លួនអញ្ចឹង item នៅក្នុងនឹងក៏មាន limit ដូចគ្នាដែរទី1ហាមយក item team kit យកមកដាក់ចូល player kit បានន័យថា item ដែលយើងរ៉ាយរ៉ាប់នៅក្នុង team kit ទាំងបាម៉ានឹងហាមយកមកបន្ថែមដាក់ចូលខ្លួនទៀតគឺរៀបចំតែ kit team នឹងឲ្យហើយមកចាំពេលចូលប្រកួតចាំយើងយកពី kit team ចែកគ្នាប្រើតាមនឹងទៅចូលមកដល់ limited item ទី2គឺ armor set player ទាំងអស់គឺតម្រូវឲ្យមាន armor set តែមួយ set តែប៉ុណ្ណោះបានន័យថាមានក្បាលមួយមានអាវមួយមានខោមួយនិងមានស្បែកជើងមួយហាមលើសពីមួយ set ហ្នឹងចូលមកដល់ item ទី3គឺហាមមាន explosion item គឺ item ផ្ទុះហ្នឹងដែលមានដូចជា TNT minecart and crystal និង item បំផ្ទុះផ្សេងទៀតគឺអត់អាចមាននៅក្នុងនឹងជាដាច់ខាតបានន័យថាការប្រកួតគឺអត់មានការបំផ្ទុះគ្នាទេហើយ base ទាំងសងខាងហ្នឹងក៏អាចបំផ្ទុះ base គ្នាដែរប៉ុន្តែអ្នកតោះគ្នាអាចប្រើ pickaxe យកទៅម៉ាញ base គេដើម្បីចូល base គេដើម្បីលុកលុយ base គេដើម្បីកំទេច item នៅ base គេបានប៉ុន្តែហាមតែមួយទេគឺអត់ឲ្យប្រើ item បំផ្ទុះ item limit បន្ទាប់ទៀតគឺហាមដាក់ shulker box អញ្ចឹងអត់ឲ្យដាក់ shulker box នៅក្នុងខ្លួនទេជៀសវាងអ្នកតោះគ្នាដាក់ item ច្រើនជ្រុលនិងហួសដែនកំណត់ដូចខ្ញុំប្រាប់ចឹងតែ item ច្រើនការប្រកួតគឺមិនងាយចប់ទេប្រកួតគ្នារាប់ម៉ោងនៅនឹងគឺអត់ងាយចប់តែម្ដងអូខេអញ្ចឹង limit item សម្រាប់ player គឺមានប៉ុណ្ណឹងថាវីដេអូមើលម្ដងទៀតទៅបើសិនជាអ្នកតោះគ្នាអត់ទាន់ចាំអូហើយមួយទៀតមិនបាច់ត្រៀម item ទុកនៅក្នុង Ender Chest ទេព្រោះតែ Ender Chest បើកអត់កើតទេអញ្ចឹងជាបន្ទាប់ទៀតយើងមកនិយាយគ្នាពាក់ព័ន្ធជាមួយនឹង PVP combat គឺដូចនៅក្នុង Master SMP អញ្ចឹងធ្លាប់លេងនៅក្នុង Master SMP PVP មាន combat បែបណាខ្លះគឺបែបនោះអូខេចូលទៅកាន់លក្ខខណ្ឌចុងក្រោយគឺលក្ខខណ្ឌ base អញ្ចឹងដូចខ្ញុំនិយាយពីដំបូងអញ្ចឹង base គឺខ្ញុំអត់ខ្វល់ប្រហែលគុណប្រហែលទេសំខាន់ឲ្យតែដាក់ចូលនៅក្នុងបរិវេណបន្ទាត់ក្រហមនិងបន្ទាត់ខៀវមួយនេះដែលវាមានទំហំ5ឆាំងគុណនឹង5ឆាំងបច្ចុប្បន្នគឺគ្មានអ្នកមានលើសពី5គុណនឹង5ឆាំងនឹងទេគឺមានតែក្រោមនឹងអញ្ចឹងក្រោមនឹងចង់ប្រហែលក៏ប្រហែលទៅប៉ុន្តែត្រូវ make sure ថា base ខ្លួនឯងគឺមានទម្រង់ជាការ៉េបែបហ្នឹងប្រយ័ត្នចេញមកមានរូបរាងផ្សេងឬមួយក៏រាងជាចតុកោណកាញអីចឹងទៅតែមើលមកមានរាងវែងគឺចប់ហើយអាចដាក់ចូលទៅក្នុងបរិវេណបន្ទាត់ហ្នឹងទេអូខេអញ្ចឹងទំហំនឹងរូបរាងគ្នាយើងដឹកអស់ហើយប៉ុន្តែលក្ខខណ្ឌសម្រាប់ base ក៏មិនមែនមានតែប៉ុណ្្នឹងដែរគឺមានបន្ថែមទៀតដូចជាទី1ត្រូវតែមាន potion farm អញ្ចឹងក្នុង base ត្រូវតែមាន potion farm ព្រោះថានៅពេល PVP ត្រូវការចាំបាច់ណាស់គឺ potion អត់មាន potion ក៏ពិបាកចូលចោះជាមួយនឹងគេដែរអញ្ចឹងហើយទៅ potion farm ដើរតួយ៉ាងសំខាន់នៅក្នុង base ទី2គឺត្រូវតែមានកន្លែង trade របស់ villager ព្រោះថាការ trade
ជាមួយនឹង villager ក៏ដើរតួយ៉ាងសំខាន់ក្នុងការរក item របស់ team យើងដែរជាពិសេសនោះគឺសៀវភៅ enchant ផ្សេងៗអញ្ចឹង villager trade គឺត្រូវតែមានបន្ទាប់ទៀតគឺត្រូវតែមាន meeting room របស់ team យើងព្រោះថាវាក៏ជាកន្លែងមួយដែលយើងសម្រាប់ចិត្តធ្វើអីជុំគ្នាដែរអញ្ចឹងកន្លែងប្រជុំ team គួរតែមានបន្ទាប់ទៀតគឺយើងត្រូវតែមាន farm ហើយមួយចុងក្រោយនោះគឺតម្រូវឲ្យមានទង់ជាតិ team អញ្ចឹង team នីមួយៗគួរតែមាន banner គួរតែមាន shield ដែលមានរូបទង់ជាតិខ្លួនឯងនៅលើហ្នឹងមករូបទង់ជាតិ team ក៏តំណាងឲ្យ team យើងដែរអញ្ចឹងលក្ខខណ្ឌ base គឺមានប៉ុណ្ណឹងហើយលក្ខខណ្ឌនៃការប្រកួតរបស់យើងក៏មានប៉ុណ្ណឹងដូចគ្នាបើអ្នកទាំងអស់គ្នាគោរពតាមលក្ខខណ្ឌទាំងអស់នេះគឺអាចចុះឈ្មោះក្នុងការប្រកួតបានហើយពួកយើងក៏មានការ live stream ផ្ទាល់ដើម្បីបញ្ចាំងពីការប្រកួតនឹងដែរហើយការប្រកួតនេះគឺមានតែម្ដងទេនៅក្នុងមួយអាទិត្យប៉ុន្តែការប្រកួតនេះគឺមានការចូលរួមជាមួយនឹង team ជាច្រើនអញ្ចឹងចាំមើលចាស់ស្ដែងទៅគឺមានប្រមាណ team ព័ត៌មានបន្ថែមនិងព័ត៌មានលម្អិតសូមតាមដានក្រុម Telegram ដែល link ដាក់នៅក្នុង description ខាងក្រោមអូខេអញ្ចឹងពួកយើងនឹងជួបគ្នានៅក្នុង server ទាំងអស់គ្នា